ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់គម្រោងថ្មីរបស់ Smart គឺ data តាមចិត្តមួយដែលតម្លៃរបស់វាគឺ$1.5ស្មើនឹង$6000រៀលលុយខ្មែររបស់យើងណាហើយយើងបដូរបានទិន្នន័យចំនួន20 GB ហើយវាបូកជាមួយនឹងនាទីសម្រាប់ការខលចេញក្នុងប្រព័ន្ធចំនួន100នាទីនិងសារ SMS ចំនួន100សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធផងដែរបាទតោះអញ្ចឹងយើងមកដឹងពីរបៀបភ្ជាប់បងប្អូនគ្នាជំហានដំបូងបងប្អូនចូលកន្លែងខលទូរស័ព្ទបាទដើម្បីអាចឲ្យយើងភ្ជាប់គម្រោងថ្មីនេះបានលុះត្រាតែយើងផ្ដាច់គម្រោងចាស់ជាមុនសិនបាទហើយការផ្ដាច់គម្រោងចាស់នេះលុះត្រាតែលេខរបស់យើងនៅសុពលភាពឬក៏លុយនៅក្នុងគណនីគោលរបស់យើងវាអត់ទាន់ផុតកំណត់អញ្ចឹងណាបានយើងអាចផ្ដាច់គម្រោងចាស់នឹងបានអញ្ចឹងសម្រាប់របៀបឆែកមើលសុពលភាពលេខរបស់យើងគឺយើងចុចផ្កាយ1201ត្រង់ជ្រុកមកឲ្យចុចបញ្ជូនបាទអញ្ចឹងចំណុចដែលយើងអាចសម្គាល់ដឹងថាលេខរបស់យើងមាននៅសុពលភាពឬក៏អត់វាអាស្រ័យទៅលើកន្លែងនេះបាទកន្លែងចំនួនទឹកលុយហ្នឹងណាបាទបើសិនជាវាបង្ហាញចំនួនទឹកលុយកន្លែងនេះបានន័យថាលេខរបស់យើងមាននៅសុពលភាពទេបាទទោះបីជាលុយហ្នឹងវា00ក៏ដោយតែវាបង្ហាញចំនួនទឹកលុយចំណាំកន្លែងហ្នឹងណាបាទប៉ុន្តែបើសិនជាយើងឆែកមកវាអត់មានលោតចំនួនទឹកលុយកន្លែងនេះទេអាហ្នឹងលេខរបស់យើងផុតសុពលភាពហើយអញ្ចឹងដោយសារតែលេខរបស់ខ្ញុំវានៅសុពលភាពកន្លែងនេះវាបង្ហាញចំនួនទឹកលុយឃើញទេបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ណាកន្លែងហ្នឹងអញ្ចឹងបន្ទាប់ពីយើងដឹងថាលេខរបស់យើងវានៅសុពលភាពហើយយើងចុចផ្ដាច់គម្រោងចាស់តែម្ដងបាទយើងគ្រាន់តែចុចផ្កាយ1700ផ្កាយ500ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកបាទបន្តមកទៀតគេដាក់ថាអ្នកនឹងទទួលបានសារបញ្ជាក់ក្នុងពេលបន្តិចទៀតនេះអញ្ចឹងបន្ទាប់ពីយើងចុចតាមលេខកូដនឹងហើយខាងក្រុមហ៊ុន Smart នឹងផ្ញើសារបញ្ជាក់ប្រាប់យើងថាយើងបានភ្ជាប់គម្រោង Flexi 250អញ្ចឹងណាបាទដោយសារតែគម្រោង Flexi 250ហ្នឹងគឺជាគម្រោងដើមរបស់ក្រុមហ៊ុន Smart ណាពេលដែលយើងឈរលើគម្រោងមួយនេះកាលណាយើងបញ្ចូលលុយទៅលុយរបស់យើងបញ្ចូលប៉ុណ្ណាគឺវានៅប៉ុណ្ណឹងហើយវាអត់មានកាត់ផ្ដេសផ្ដាស់ទេបញ្ចូលប៉ុណ្ណាគឺវានៅប៉ុណ្ណឹងបាទអានេះដោយសារតែខ្ញុំចុចផ្ដាច់ម្ដងហើយអញ្ចឹងវាអត់ផ្ញើសារឲ្យទៀតទេអញ្ចឹងមុននឹងយើងបញ្ចូលលុយយើងត្រូវផ្ដាច់គម្រោងឲ្យចាស់មុនសិនណាបានយើងបញ្ចូលតាមក្រោយហើយចំនួនលុយដែលយើងត្រូវបញ្ចូលគឺ$1.5ឬក៏ស្មើនឹង$6000លុយខ្មែររបស់យើងណាបន្ទាប់ពីយើងបញ្ចូលលុយរួចហើយយើងចុចជាប់គម្រោងតែម្ដងបាទសម្រាប់របៀបបញ្ចូលគម្រោងថ្មីនេះយើងគ្រាន់តែចុចផ្កាយ1725ផ្កាយ150ត្រង់ជ្រុកហើយចុចបញ្ជូនមកគឺជាការស្រេចបាទឥឡូវយើងចុចបញ្ជាប់តែម្ដងអូខេអញ្ចឹងតិចទៀតវាផ្ញើសារមកហើយចុចយល់ព្រមអូខេឥឡូវដោយសារតែក្រុមហ៊ុនយូផ្ញើសារមកពេកយើងចុចឆែកត្មងទៅបើយើងចុចផ្កាយ1201ត្រង់ជ្រុកឲ្យបញ្ជូនមកបើសិនជាលុយរបស់យើងវាលោត$00បានន័យថាវាភ្ជាប់គម្រោងនឹងបានជោគជ័យហើយបាទបងប្អូនឃើញនេះមិញខ្ញុំបញ្ចូល1រៀលកន្លះឥឡូវនៅសល់$00បានន័យថាខ្ញុំភ្ជាប់គម្រោងdata តាមចិត្តមួយនឹងរួចរាល់ហើយបាទគឺតម្លៃ$6000ឬក៏1រៀលកន្លះហ្នឹងឯងបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ Share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ